ការវិនិយោគលើមាសស្វាគមន៍មកកាន់ Channel អាត់កំបាំងនៃភាពជោគជ័យមាសត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាទ្រព្យសុវត្ថិភាពជាពិសេសក្នុងអំឡុងពេលដែលសេដ្ឋកិច្ចមានភាពមិនប្រកបប្រជាអត្តហ្វរណាខ្ពស់ឬវិបត្តិភូមិសាស្ត្រនយោបាយមិនដូចរូបិយប័ណ្ណដែលបាត់បង់តម្លៃតាមពេលវេលានោះទេតម្លៃរបស់មាសត្រូវបានរក្សាទុកយ៉ាងរឹងមាំរាប់ពាន់ឆ្នាំមកហើយការវិនិយោគលើមាសមិនមែនគ្រាន់តែជាការទិញមាសដុំឬគ្រឿងអលង្ការនោះទេវាមានទម្រង់និងវិធីសាស្ត្រជាច្រើនដែលអ្នកវិនិយោគអាចពិចារណាបាន 1. ហេតុអ្វីបានជាទ្រូវិនិយោគលើមាសការវិនិយោគលើមាសផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនដែលធ្វើឲ្យវាក្លាយជាជំរឿនដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគការពារប្រឆាំងនឹងអត្តផរណានៅពេលដែលអត្តផរណាកើនឡើងតម្លៃនៃរូបិយប័ណ្ណធ្លាក់ចុះហើយទំនិញនិងសេវាកម្មឡើងថ្លៃមាសតែងតែរក្សាតម្លៃរបស់វាបានយ៉ាងល្អក្នុងកលៈទេសៈបែបនេះដោយសារវាត្រូវបានមើលឃើញថាជាទំនិញពិតប្រាកដដែលមិនត្រូវបានរងផលប៉ះពាល់ដោយគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាលឬការបោះពុម្ពលុយច្រើនហួសហេតុពេកវាដើរតួជាឃ្លាំងផ្ទុកតម្លៃដ៏គួរឲ្យទុកចិត្តជំរកសុវត្ថិភាពក្នុងវិបត្តិក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដូចជាវិបត្តិហិរញ្ញវត្ថុវិបត្តិភូមិសាស្ត្រនយោបាយដូចជាសង្គ្រាមឬភាពតានតឹងផ្នែកហិរញ្ញវត្ថុអ្នកវិនិយោគតែងតែងាកទៅរកលើមាសជាទីកន្លែងសុវត្ថិភាពដើម្បីរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេទម្រៅការកើនឡើងនេះជំរុញឲ្យតម្លៃកើនឡើងយ៉ាងឆាប់រហ័សធ្វើឲ្យវាក្លាយទៅជាកន្លែងដែលប្រាក់ចំណេញអាចត្រូវបានការពារ High liquidity មាសអាចត្រូវបានលក់ឬទិញបានយ៉ាងងាយស្រួលនៅលើទីផ្សារសកលក្នុងរយៈពេលខ្លីដោយមិនបង្កឲ្យមានការប្រែប្រួលតម្លៃគួរឲ្យកត់សម្គាល់ឡើយនេះធ្វើឲ្យវាងាយស្រួលដើម្បីបំផ្លាញទៅជាសាច់ប្រាក់នៅពេលចាំបាច់តម្រូវការជាសកលមាសត្រូវបានប្រើប្រាស់ទូទាំងពិភពលោកសម្រាប់គោលបំណងជាច្រើនដូចជាគ្រឿងអលង្ការការវិនិយោគនិងឧស្សាហកម្មបច្ចេកទេសឧទាហរណ៍នៅក្នុងឧបករណ៍អេឡិចត្រូនិកតម្រូវការជាសកលនេះជួយទ្រទ្រង់តម្លៃរបស់វា 2. ទម្រង់នៃការវិនិយោគលើមាសមានវិធីសាស្ត្រជាច្រើនដើម្បីវិនិយោគលើមាសអាស្រ័យទៅលើកម្រិតហានិភ័យដែលអ្នកអាចទទួលយកបានគោលបំណងវិនិយោគរបស់អ្នកនិងទំហំនៃទុនមាសរូបវត្តមាសដុំនេះគឺជាទម្រង់មាសដែលបរិសុទ្ធជាងគេនិងពេញនិយមជាងគេសម្រាប់អ្នកវិនិយោគធំវាមានច្រើនទំហំនិងទម្ងន់ចាប់ពីប៉ុន្មានក្រាមរហូតទៅគីឡូក្រាមការទិញមាសដុំតម្រូវឲ្យមានការស្តុកទុកប្រកបដោយសុវត្ថិភាពដូចជានៅតែឬនៅធនាគារនិងការចំណាយលើការរក្សាទុកឬការធានារ៉ាប់រងគុណសម្បត្តិគឺអ្នកកាន់កាប់ទ្រព្យសម្បត្តិពិតប្រាកដកាកមាសដូចជាកាកមាសស្វីសកាណាដាឬអាមេរិកកាកមាសអាចមានតម្លៃខ្ពស់ជាងមាសសុទ្ធដោយសារតម្លៃសិល្បៈប្រវត្តិសាស្ត្រឬភាពកម្ររបស់វាដែលបន្ថែមទៅលើតម្លៃមាសសុទ្ធវាមានភាពងាយស្រួលក្នុងការទិញលក់និងអាចស្តុកទុកបានស្រួលជាងមាសដុំធំគ្រឿងអលង្ការមាសទោះបីជាមានមាសនៅក្នុងគ្រឿងអលង្ការក៏ដោយក៏វាមិនត្រូវបានណែនាំជាទម្រង់ការវិនិយោគសុទ្ធសាធនោះទេតម្លៃរបស់វាត្រូវបានកំណត់ដោយថ្លៃពលកម្មសិល្បៈម៉ាកយីហូនិងលក្ខខណ្ឌទីផ្សារគ្រឿងអលង្ការជាជាងតម្លៃមាសសុទ្ធលើពីនេះការលក់គ្រឿងអលង្ការច្រើនតែបានតម្លៃទាបជាងតម្លៃទិញដំបូងមូលដ្ឋានផ្លាស់ប្ដូរចំនួន ETF មាសគឺជាមូលដ្ឋានដែលត្រូវបានជំនួញនៅលើទីផ្សារភាគហ៊ុនហើយតម្លៃរបស់វាត្រូវបានតាមដានដោយផ្ទាល់ទៅនឹងតម្លៃមាសការទិញ ETF មានន័យថាអ្នកកំពុងកាន់កាប់សិទ្ធិលើមាសដោយមិនចាំបាច់មានមាសរូបវ័ណ្ណឡើយវាផ្ដល់នូវភាពងាយស្រួលសន្តិនិយភាពខ្ពស់និងការចំណាយទាបជាងការរក្សាទុកមាសរូបវ័ណ្ណអ្នកអាចទិញលក់វាតាមរយៈគណនីជំនួយផ្សេងបានយ៉ាងងាយស្រួលឧទាហរណ៍ SPDR Gold Shares Non-iShares Gold Trust ជាមូលដ្ឋាន ETF មាសដ៏ធំបំផុតមួយការវិនិយោគលើភាគហ៊ុនរបស់ក្រុមហ៊ុនដែលជីកយករ៉ាមាសឬផលិតមាសគឺខុសពីការវិនិយោគលើមាសដោយផ្ទាល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះមិនត្រឹមតែអាស្រ័យទៅលើតម្លៃមាសប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យទៅលើសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រសិទ្ធភាពប្រតិបត្តិការថ្លៃដើមផលិតកម្មការរកឃើញរ៉ែមាសថ្មីនិងការគ្រប់គ្រងផងដែរនេះអាចផ្ដល់នូវសក្តានុពលកំណើនខ្ពស់ជាងមាសដោយផ្ទាល់បើសិនជាដំណើរមាសកើនឡើងនិងក្រុមហ៊ុនរកការល្អប៉ុន្តែក៏មានហានិភ័យខ្ពស់ជាងមាសផងដែរ 3. កត្តាជាឥទ្ធិពលទៅលើតម្លៃមាសតម្លៃមាសត្រូវបានជាឥទ្ធិពលដោយកត្តាជាច្រើននៅកម្រិតសកលរួមមានអត្រាការប្រាក់ជាទូទៅនៅពេលដែលធនាគារកណ្ដាលដូចជា Federal Reserve របស់សហរដ្ឋអាមេរិកតម្រូវអត្រាការប្រាក់តម្លៃមាសអាចនឹងធ្លាក់ចុះនេះដោយសារតែអត្រាការប្រាក់ខ្ពស់ធ្វើឲ្យអ្នកវិនិយោគមានជម្រើសក្នុងការទទួលបានផលចំណេញខ្ពស់ដែលជាទ្រព្យសកម្មមិនមានហានិភ័យផ្ទុយទៅវិញនៅពេលដែលអត្រាការប្រាក់ទាបមាសកាន់តែទាក់ទាញខ្លាំងដោយសារឱកាសចំណេញពីការប្រាក់មានតិចអត្តផលរណាដោយដែលបានរៀបរាប់ខាងលើ
មាសត្រូវបានចាត់ទុកជាការពារប្រឆាំងនឹងអត្តផរណានៅពេលដែលអត្តផរណាខ្ពស់ជាពិសេសអត្តផរណាដែលមិនអាចគ្រប់គ្រងបានដុល្លារធ្លាក់ចុះហើយមនុស្សស្វែងរកមធ្យោបាយដើម្បីរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេធ្វើឲ្យតម្រូវការមាសកើនឡើងកម្លាំងប្រាក់ដុល្លារអាមេរិកមាសត្រូវបានជំនួញជាប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិនៅពេលដែលប្រាក់ដុល្លាររឹងមាំមាសមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលប្រើប្រាក់រូបិយប័ណ្ណផ្សេងទៀតដូចជារូបិយប័ណ្ណនៅអឺរ៉ុបឬអាស៊ីដូច្នេះវាអាចធ្វើឲ្យតម្រូវការធ្លាក់ចុះនិងតម្លៃមាសធ្លាក់ចុះផ្ទុយទៅវិញប្រាក់ដុល្លារទុនខ្សោយអាចជំរុញឲ្យតម្លៃមាសកើនឡើងភាពមិនប្រកបប្រជាផ្នែកសេដ្ឋកិច្ចនិងនយោបាយវិបត្តិសេដ្ឋកិច្ចដូចជាវិបត្តិដំណុលឬការធ្លាក់ចុះសេដ្ឋកិច្ចចំនួននយោបាយសង្គ្រាមឬព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយធំៗជំរុញឲ្យអ្នកវិនិយោគមានការភ័យខ្លាចនិងងាកទៅរកមាសជាជម្រកសុវត្ថិភាពដែលធ្វើឲ្យតម្លៃរបស់វាកើនឡើងតម្រូវការគ្រឿងអលង្ការនិងឧស្សាហកម្មតម្រូវការពីឧស្សាហកម្មគ្រឿងអលង្ការជាពិសេសនៅឥណ្ឌានិងចិននិងឧស្សាហកម្មបច្ចេកទេសឧទាហរណ៍នៅខុងឧបករណ៍អេឡិចត្រូនិកក៏ជាឥទ្ធិពលទៅលើតម្លៃមាសផងដែរការសម្គាល់រ៉ែមាសការរកឃើញរ៉ែមាសថ្មីៗនិងអត្រាផលិតកម្មរបស់ក្រុមហ៊ុនរ៉ែមាសក៏អាចជាឥទ្ធិពលទៅលើការផ្គត់ផ្គង់និងទីផ្សារផងដែរ4ការពិចារណាសំខាន់ៗមុនពេលវិនិយោគលើមាសការវិនិយោគលើមាសទាមទារឲ្យមានការពិចារណាដោយប្រុងប្រយ័ត្នដើម្បីធានាថាវាស្របជាមួយគោលបំណងហិរញ្ញវត្ថុរបស់អ្នកគោលបំណងវិនិយោគតើអ្នកកំពុងវិនិយោគលើមាសដើម្បីការពារទ្រព្យសម្បត្តិពីអត្តផរណាការប្រឆាំងនឹងវិបត្តិឬស្វែងរកប្រាក់ចំណេញរយៈពេលខ្លីពីការប្រែប្រួលតម្លៃទេគោលបំណងរបស់អ្នកនឹងកំណត់ទម្រង់មាសដែលស័ក្តិសមបំផុតសម្រាប់អ្នកបើសិនជាអ្នកគ្រាន់តែចង់ការពារទ្រព្យសម្បត្តិមាសឬ ETF អាចជាជម្រើសល្អបើសិនជាអ្នកចង់បានកំណើនខ្ពស់ភាគហ៊ុនក្រុមហ៊ុនរ៉ាមាសអាចនឹងស័ក្តិសមជាងប៉ុន្តែមានហានិភ័យខ្ពស់ទោះបីជាមាសជាទ្រព្យសកម្មសុវត្ថិភាពក៏ដោយក៏តម្លៃរបស់វានៅតែអាចប្រែប្រួលបានដែរត្រូវវិតម្លៃកម្រិតហានិភ័យដែលអ្នកអាចទទួលយកបានការចំណាយពិចារណាលើថ្លៃដើមការទិញថ្លៃរក្សាទុក safe storage និងថ្លៃលក់ spread ចំពោះ ETF និងភាគហ៊ុនមានថ្លៃឈ្នួលគ្រប់គ្រង management fees ឬកម្រៃជើងសារដែលត្រូវបង់ថ្លៃដើមទាំងនេះអាចប៉ះពាល់ដល់ប្រាក់ចំណេញសរុបរបស់អ្នកព័ត៌មាននិងការស្រាវជ្រាវតាមដានព័ត៌មានសេដ្ឋកិច្ចសកលភូមិសាស្ត្រនយោបាយទីផ្សារមាសការយល់ដឹងទាំងនេះនឹងជួយអ្នកធ្វើការសម្រេចចិត្តវិនិយោគបានល្អប្រសើរជាងសរុបមកវិញមាសគឺជាទ្រព្យសកម្មសុវត្ថិភាពនិងការពារប្រឆាំងនឹងអត្តផរណាវាមិនមែនជាការវិនិយោគដែលតែងតែផ្ដល់ផលចំណេញខ្ពស់ប៉ុន្មានទេប៉ុន្តែវាដើរតួយ៉ាងសំខាន់ក្នុងការរក្សាលំនឹងនិងការពារទ្រព្យសម្បត្តិរបស់អ្នកក្នុងសម័យកាលមិនប្រកបប្រជាមុននឹងសម្រេចចិត្តវិនិយោគអ្នកគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីទម្រង់ផ្សេងៗនៃការវិនិយោគមាសនិងវាតម្លៃកម្រិតហានិភ័យដែលអ្នកអាចទទួលយកបានការយល់ដឹងពីកត្តាជាឥទ្ធិពលទៅលើតម្លៃមាសនិងរបៀបដែលវាអាចបំពេញគោលបំណងហិរញ្ញវត្ថុរបស់អ្នកនឹងជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃនិងទំនុកចិត្តសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា